សូមជូនព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗមានដូចតទៅសារភាពយន្តថៃកំពុងចលាចលក្រោយនាយករដ្ឋមន្ត្រីរងបណ្ដឹងតុលាការធម្មនុញ្ញបច្ចុប្បន្នភាពព័ត៌មានថ្មីៗការចុះផ្សាយរបស់សារព័ត៌មានធំតាក់ទងនឹងនាយករដ្ឋមន្ត្រីថៃសូមចុច like និង Subscribe Channel រួចរើសសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗមុនគេនៅព្រឹកថ្ងៃអង្គារទី1ខែកក្កដាឆ្នាំ2025នេះទីផ្សារភាគហ៊ុនក្នុងប្រទេសថៃកំពុងតែប្រឈមនឹងភាពចលាចលខណៈដែលតុលាការធម្មនុញ្ញថៃនឹងសម្រេចតើត្រូវទទួលយកសំណុំរឿងប្តឹងនាយករដ្ឋមន្ត្រីថៃលោកស្រីផែថងឋានស៊ីនវត្រាឬក៏អត់ជុំវិញការបែកធ្លាយសារសម្លេងសន្ទនាតាមទូរស័ព្ទរវាងលោកស្រីជាមួយនឹងសម្ដេចតេជោហ៊ុនសែនជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាពាក្យបណ្ដឹងដែលដាក់ដោយសមាជិកព្រឹទ្ធសភាថៃចំនួន36រូបបានចោទប្រកាន់លោកស្រីផែថងឋានថាបានបំពានរដ្ឋធម្មនុញ្ញនិងក្រមសីលធម៌យ៉ាងធ្ងន់ធ្ងរហើយសមាជិកព្រឹទ្ធសភាទាំងនេះក៏កំពុងស្នើឲ្យតុលាការធម្មនុញ្ញព្យួរតំណែងលោកស្រីផងដែរសរុបមកប្រទេសថៃពេលនេះកំពុងប្រឈមនឹងភាពចលាចលនយោបាយកាន់តែខ្លាំងដែលជាលទ្ធផលអាចនឹងធ្វើឲ្យគោលដៅកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃសម្រាប់ឆ្នាំ2025ដែលត្រូវបានព្យាករណ៍ថានឹងសម្រេចបានកំណើនក្នុងរង្វង់ 2% ទៅ 3% អាចនឹងធ្លាក់ចុះមកនៅត្រឹម 1.5% តែប៉ុណ្ណោះគួររំលឹកផងដែរថាផ្សារភាគហ៊ុនថៃចាប់ផ្ដើមមានការរង្គោះរង្គើធ្លាក់ចុះជាច្រើនញឹកញាប់តាំងពីថ្ងៃទី19ខែមិថុនាឆ្នាំ2025មកម្លេះក្រោយពីប្រទេសទាំងពីររងសម្ពាធនយោបាយនិងការបិទច្រកព្រំដែននាំទំនិញចេញចូលដែលធ្វើឲ្យទីផ្សារភាគហ៊ុនថៃរយៈពេល10ថ្ងៃនេះមានការរង្គោះរង្គើប្រែប្រួលយ៉ាងខ្លាំងជាពិសេសគេឃើញមានវិជ្ជជនបរទេសជាច្រើនបានលក់ហ៊ុនចេញដោយសារតែភាពមិនទុកចិត្តមិនច្បាស់លាស់អំពីសេដ្ឋកិច្ចក៏ដូចជានយោបាយតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia លោកស្រីផែថងឋានស៊ីនវត្រាត្រូវបានតុលាការធម្មនុញ្ញព្យួរតំណែងនាយករដ្ឋមន្ត្រីថៃហើយនៅថ្ងៃអង្គារទី1ខែកក្កដាឆ្នាំ2025នេះយើងងាកមកចាប់អារម្មណ៍មកការចុះផ្សាយនៅថ្ងៃទី1ខែកក្កដានេះដដែលតាមរយៈសារព័ត៌មាន The Nation តុលាការធម្មនុញ្ញថៃសម្រេចព្យួរតំណែងនាយករដ្ឋមន្ត្រីរបស់លោកស្រីផែថងឋានក្រោយបែកធ្លាយការសន្ទនាជាមួយសម្ដេចតេជោវិវាទផ្ទៃក្នុងនយោបាយគូផ្សំនឹងបញ្ហាលេចធ្លាយសារសន្ទនាតាមទូរស័ព្ទជាមួយនឹងមេដឹកនាំកម្ពុជាឥឡូវនេះលោកស្រីផែថងឋានស៊ីនវត្រាត្រូវបានតុលាការធម្មនុញ្ញថៃព្យួរតំណែងលោកស្រីជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្នប៉ុន្តែលោកស្រីនៅតែអាចចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីក្នុងតំណែងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ការព្យួរតំណែងនាយករដ្ឋមន្ត្រីរបស់លោកស្រីផែថងឋានធ្វើឡើងនៅប្រមាណម៉ោងក្រោយព្រះមហាក្សត្រថៃឡាយព្រះហស្ថលេខាយល់ព្រមលើការកែសម្រួលគណៈរដ្ឋមន្ត្រីថ្មីរបស់លោកស្រីតំណែងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ដែលលោកស្រីទើបតែរៀបចំគឺសម្រាប់ផ្លូវក្រោយហើយគណៈរដ្ឋមន្ត្រីថ្មីដែលទើបតែកែសម្រួលនេះនឹងចូលស្បត់កាន់តំណែងនៅថ្ងៃទី3ខែកក្កដានេះការសម្រេចព្យួរតំណែងនាយករដ្ឋមន្ត្រីបណ្ដោះអាសន្ននេះធ្វើឡើងក្រោយចៅក្រមតុលាការធម្មនុញ្ញទាំង9រូបបានបោះឆ្នោតជាឯកច្ឆន្ទទទួលយកញត្តិរបស់សមាជិកព្រឹទ្ធសភាចំនួន36រូបដែលត្រូវបានបញ្ជូនទៅតុលាការដោយប្រធានព្រឹទ្ធសភាលោកមង្គលសូរ៉ាសាចាក្រោយតុលាការធម្មនុញ្ញទទួលញត្តិនេះចៅក្រម7នៅក្នុង9បានសម្រេចព្យួរតំណែងជានាយករដ្ឋមន្ត្រីរបស់លោកស្រីផែថងឋានក្រោយក្រុមសមាជិកព្រឹទ្ធសភាបានស្នើសុំឲ្យតុលាការដកលោកស្រីក្រោមការចោទប្រកាន់ពីបទប៉ះពាល់ដល់អធិបតេយ្យភាពរបស់ប្រទេសក្រោយលោកស្រីរិះគន់មេបញ្ជាការកងទ័ពភូមិភាគ2ដែលជាប់ព្រំដែនជាមួយនឹងកម្ពុជាក្រោយលោកស្រីផែថងឋានត្រូវបានព្យួរតំណែងសារព័ត៌មានកៅសុតបានរាយការណ៍នៅលើបណ្ដាញសង្គមរបស់ខ្លួនថាលោកស៊ូរិយាជនរុនរៀនគិតឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននិងធ្វើជានាយករដ្ឋមន្ត្រីស្ដីទីដឹកនាំរដ្ឋបាលថៃជំនួសលោកស្រីផែថងឋានដែលត្រូវតតាំងក្តីជាមួយតុលាការធម្មនុញ្ញក្នុងតំណែងជានាយករដ្ឋមន្ត្រីស្ដីទីនេះលោកស៊ូរិយាមានសិទ្ធិអំណាចពេញលេញស្មើនឹងនាយករដ្ឋមន្ត្រីហើយលោកក៏នឹងដឹកនាំគណៈរដ្ឋមន្ត្រីថ្មីចូលរួមពិធីស្បត់ចូលកាន់តំណែងនាថ្ងៃទី3ខែកក្កដាខាងមុខនេះផងដែរបើយោងតាមការចុះផ្សាយពីសារព័ត៌មាននៅបាងកកប៉ុស្តិ៍ប្រជាប្រិយភាពនាយករដ្ឋមន្ត្រីថៃស្រុតចុះដល់កម្រិតទាបបំផុតចំពេលប្រទេសមានវិបត្តិយោងតាមការស្ទង់មតិប្រចាំត្រីមាសដោយវិទ្យាស្ថានជាតិគ្រប់គ្រងអភិវឌ្ឍបានបង្ហាញឲ្យដឹងថាប្រជាប្រិយភាពរបស់លោកស្រីផែថងឋានស៊ីនវត្រាបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែអ្នកចូលរួមនៅក្នុងការស្ទង់មតិភាគច្រើនបាន
ទុកមេដឹកនាំបកប្រឆាំងជាជំរឿដ៏ស័ក្តិសមបំផុតសម្រាប់តំណែងនាយករដ្ឋមន្ត្រីថ្មីនិងគណៈបកដែលពួកគេចូលចិត្តកាលពីពេលថ្មីនេះនីដាប៉ូលបានធ្វើការស្ទង់មតិលើចំនួនមនុស្ស 2000 នាក់នៅទូទាំងប្រទេសចាប់ពីថ្ងៃទី19ដល់ថ្ងៃទី25ខែមិថុនាឆ្នាំ2025បានរកឃើញថាមេដឹកនាំបកប្រឆាំងនិងជាប្រធានគណៈបកប្រជាជនគឺលោកណាតភុងរឿងផាងយ៉ាវុធបានលេចចេញជាបេក្ខជនដែលពេញចិត្តបំផុតសម្រាប់តំណែងនាយករដ្ឋមន្ត្រីថៃថ្មីការគ្រប់គ្រងរបស់អ្នកស្ទង់មតិចំពោះលោកណាតភុងនិងបករបស់លោកមានចំនួនច្រើនជាងឆ្ងាយបើធៀបទៅនឹងបកភឿថៃដែលកំពុងកាន់អំណាចនិងមេដឹកនាំបករបស់ខ្លួនគឺនាយករដ្ឋមន្ត្រីលោកស្រីផែថងឋានគួរឲ្យដឹងទៀតផងដែរថាការស្ទង់មតិនៅចន្លោះថ្ងៃទី19ដល់ថ្ងៃទី25ខែមិថុនាបានរកឃើញថាប្រជាប្រិយភាពរបស់លោកស្រីផែថងឋានធ្លាក់ចុះមកត្រឹម 9.20% ដោយធ្លាក់ចុះពី 30.9% នៅក្នុងត្រីមាសទី1យ៉ាងណាមិញក្នុងចំណោមស្ទង់មតិទាំងអស់មាន 31.48% ចង់ឲ្យលោកណាតភុងធ្វើជានាយករដ្ឋមន្ត្រីបច្ចុប្បន្នដោយសារលោកជាយុវជនជំនាន់ក្រោយមានភាពក្លាហានក្នុងការបញ្ចេញមតិនិងចំហនយោបាយហើយបង្ហាញគំនិតច្បាស់លាស់និងទំនើបដោយឡែកសម្រាប់អ្នកស្ទង់មតិចំនួន 19.88% បាននិយាយថាពួកគេមិនបានមើលឃើញថាបេក្ខភាពនាយករដ្ឋមន្ត្រីណាមួយដែលស័ក្តិសមនោះឡើយហើយសម្រាប់អ្នកស្ទង់មតិចំនួន 12.72% ផ្សេងទៀតបានចាត់ទុកឧត្តមសេនីយ៍លោកប្រយុទ្ធច័ន្ទអូចាជាជម្រើសដ៏ស័ក្តិសមបំផុតសម្រាប់តំណែងនាយករដ្ឋមន្ត្រីបច្ចុប្បន្នលោកប្រយុទ្ធគឺជាទីប្រឹក្សាឯកជនជាអតីតនាយករដ្ឋមន្ត្រីនិងជាអតីតរដ្ឋមន្ត្រីការពារជាតិលោកគឺជាបេក្ខភាពនាយករដ្ឋមន្ត្រីមកពីគណៈបក United Thai Nation សម្រាប់ជម្រើសដែលទទួលបានការគាំទ្រច្រើនបំផុតទី4គឺមេដឹកនាំគណៈបកប្រឆាំងប៊ូមចៃថៃលោកអនុទីនច័ន្ទវីរគុលដែលទទួលបានសម្លេងគាំទ្រ 9.64% បន្ទាប់មកគឺនាយករដ្ឋមន្ត្រីដែលកំពុងកាន់អំណាចលោកស្រីផែនថងឋានដែលមានអ្នកគាំទ្រ 9.20%ជំរាបជូនផងដែរថាលោកស្រីផែនថងឋានបានទទួលការរិះគន់យ៉ាងខ្លាំងបន្ទាប់ពីការបែកធ្លាយវីដេអូឃ្លីបការសន្ទនាតាមទូរស័ព្ទជាមួយប្រធានប្រសិទ្ធិកម្ពុជាសម្ដេចតេជោហ៊ុនសែនពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែនកាលពីដើមខែនេះបើតាមការចុះផ្សាយសារព័ត៌មានបាងកកប៉ុស្តិ៍បានឲ្យដឹងថាថៃអាចនឹងខាតបង់ជាង 1.8 លានដុល្លារបើបន្តបិទព្រំដែនជាមួយកម្ពុជាដល់ចុងឆ្នាំនេះយោងតាមនាយកដ្ឋានពាណិជ្ជកម្មបរទេសដែលហៅកាត់ថា DFT បានឲ្យដឹងថាបើសិនបើច្រកព្រំដែនកម្ពុជាថៃនៅតែបន្តបិទរហូតដល់បំណាច់ឆ្នាំនេះត្រូវបានគេរំពឹងថានឹងខាតបង់ជាង 60,000 លានបាតដែលស្មើប្រហែល 1.84 លានដុល្លារនៅក្នុងពាណិជ្ជកម្មតាមព្រំដែនជុំវិញបញ្ហានេះនាយកដ្ឋានដដែលនេះបានបង្ហាញឲ្យដឹងទៀតថាពាណិជ្ជកម្មតាមព្រំដែនសរុបរបស់ប្រទេសថៃនៅឆ្នាំនេះត្រូវបានគេប៉ាន់ប្រមាណថានឹងមានកំណើនត្រឹមតែ 1 ទៅ 2% ប៉ុណ្ណោះដោយសារតែភាពតានតឹងជាមួយកម្ពុជាកាន់តែកើនឡើងលោកស្រីអារដាហ្វួងតុងអគ្គនាយក DFT បាននិយាយថាប្រសិនបើព្រំដែននៅតែបិទចាប់ពីខែមិថុនាដល់ខែធ្នូឆ្នាំនេះការខាតបង់ចំណូលពីការនាំចេញអាចកើនឡើងលើសពី 60,000 លានបាតតួលេខនេះគឺផ្អែកទៅលើតម្លៃពាណិជ្ជកម្មតាមព្រំដែនសរុបកាលពីឆ្នាំមុនដែលមានចំនួនដល់ទៅ 175,000 លានបាតរវាងប្រទេសទាំងពីរដោយក្នុងនោះការនាំចេញមានចំនួន 142,000 លានបាតជាមធ្យមពាណិជ្ជកម្មមានតម្លៃ 11.9 លានបាតក្នុងមួយខែមិនតែប៉ុណ្ណោះលោកស្រីអារដាបានសង្កត់ធ្ងន់ទៀតថាការបិទព្រំដែនម្ដងអាសន្ននាពេលបច្ចុប្បន្ននេះអាចនឹងប៉ះពាល់ដល់គោលដៅពាណិជ្ជកម្មតាមព្រំដែនសរុបរបស់ប្រទេសថៃនៅឆ្នាំនេះផងដែរគោលដៅកំណើនពីមុនត្រូវបានព្យាករណ៍ថាស្ថិតនៅកម្រិត 3% ជាមួយនឹងទំហំពាណិជ្ជកម្មដែលមានតម្លៃសរុប 1.87 ត្រីលានបាតតែទោះជាយ៉ាងណាដោយសារការបិទនេះកំណើនពាណិជ្ជកម្មតាមព្រំដែនឥឡូវត្រូវបានគេរំពឹងថានឹងកើនឡើងនៅត្រឹមតែ 1 ទៅ 2% ប៉ុណ្ណោះពីចំនួនសរុបកាលពីឆ្នាំមុននេះបើយោងតាមរបាយការណ៍ពី DFT សូមជម្រាបជូនផងដែរថាយោធាថៃបានសម្រេចប្រកាសដោយឯកតោភាគីលើការដាក់កម្រិតម៉ោងបិទបើកច្រកព្រំដែនរបស់ខ្លួនបន្ទាប់ពីមានការប៉ះទង្គិចគ្នានៅតាមបណ្ដោយព្រំដែនក្នុងតំបន់មុំបីកាលពីថ្ងៃទី7ខែមិថុនាហើយដើម្បីជាការឆ្លើយតបវិញរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបិទរាល់ការនាំចូលទំនិញពីប្រទេសថៃទាំងស្រុងដោយក្នុងនោះរួមមានទាំងការផ្តាច់ការនាំចូលប្រេងឥន្ធនៈអគ្គិសនីនិងអ៊ីនធឺណិតជាដើមសូមអរគុណចំពោះការទស្សនាពីដើមដល់ចប់បើមិនសិនមានកំហុសឆ្គងអចេតនាណាមួយសូមអធិស្ឋានផង
វីដេអូនេះនាំមកជូនដោយក្លឹបប្រឹក្សាភាពយន្តជាគ្រប់ឯកជនដែលទទួលបង្ហាត់បង្រៀនវីដេអូភាពយន្តក្នុងស្រុកព័ត៌មានបន្ថែមអាចទំនាក់ទំនងតាមលេខទូរស័ព្ទ Telegram 086 55 42 97